បាទថ្ងៃនេះខ្ញុំបាទជាមិត្តម៉ៃសួនខ្ញុំមានកិត្តិយសចែករំលែកចំណេះដឹងទាក់ទងនឹងសុខភាពស្ដីអំពីជំងឺទឹកនោមផ្អែមប្រភេទ2ខ្ញុំរើសយកចំណុចទាក់ទងនឹងស្ករតើស្ករមុនបាយប្រមាណល្អស្ករក្រោយបាយប្រមាណល្អហើយនឹងទាក់ទងនឹងជាតិខ្លាញ់នៅពេលដែលការព្យាបាលរបស់យើងបានត្រឹមត្រូវតើជាតិខ្លាញ់ប្រមាណល្អហើយនឹងស្ករប្រមាណល្អសម្រាប់មុនបាយនិងក្រោយបាយចំណុចដំបូងសួរថាតើជាស្ករដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ2ប៉ុន្មានល្អសម្រាប់ស្ករមុនបាយតកតងនឹងទី1តកតងនឹងស្ករមុនបាយគឺតកតងគេហៅថាភាសាអង់គ្លេសថា plasma glucose គឺមុនបាយមានន័យថាអត់ទាន់អាហារចាប់ពីម៉ោង2ដល់10យប់មកហ្នឹងគឺព្រឹកឡើងយើងក្រោកមកហ្នឹងគឺគេហៅថាមុនបាយហ្នឹងមានពេលដែលយើងជួសចុងដៃទៅឃើញពី80ទៅ130មានន័យថាស្ករមុនបាយហ្នឹងគឺជាស្ករល្អហើយបើសិនជាតកតងនឹងទី2តកតងនឹងស្ករក្រោយបាយគេហៅថា Proveniol ហ្នឹងគេឲ្យ140ទៅ180មីលីក្រាមហ្នឹងគឺជាស្ករល្អតកតងនឹងក្រោយបាយ2ម៉ោងហើយសម្រាប់ A1C តកតង A1C គេហៅថា hemoglobin ហ្នឹងគឺគេឲ្យតូចជា7%មានន័យថាស្ករហ្នឹងល្អហើយប៉ុន្តែចំណុចមួយទៀតដែលគួរឲ្យចាំតកតងនឹងហើយចំណុចនេះអាចទៅដល់បងប្អូននិស្សិតពេទ្យដែរត្រូវចងចាំថាតកតងបើសិនជាអ្នកជំងឺហ្នឹងគាត់កើតយូរឆ្នាំអាច10ឆ្នាំជាងទៅ20ឆ្នាំចឹងហើយគាត់មានជំងឺបេះដូងគាត់មានជំងឺខ្សោយតម្រងនោមគាត់មានជំងឺលើសសម្ពាធឈាមអញ្ចឹងតកតងនឹងស្ករមុនបាយយើងមិនបាច់សង្កត់ឲ្យគាត់80ទៅ130ទេយើងអាចឲ្យគាត់លើសអាច130លើសទៅ140ឬក៏អាច150ក៏បានដែរសម្រាប់ស្ករមុនបាយហើយបើសិនជាស្ករក្រោយបាយយើងអត់តឹងរឹងឲ្យគាត់ត្រឹមតែ140ទៅ180មីលីក្រាមពេកទេយើងអាចឲ្យគាត់ទៅដល់អាចគាត់ទៅដល់200អាចធំអាចដល់200ឬក៏200លើសដល់210ក៏បានដែរព្រោះយើងអត់តឹងរឹងពេកទេព្រោះគាត់មានជំងឺទាំងប្រមាណដែលយើងរៀបរាប់ខាងលើមិញហ្នឹងហើយតកតងនឹង hemoglobin A1C ដែលឲ្យតូចជា7%បើគាត់មានបញ្ហាដូចបានជម្រាបខាងលើហ្នឹងគាត់កើតយូរឆ្នាំកើត15ឆ្នាំទៅ20ឆ្នាំមានជំងឺខ្សោយតម្រងនោមមានជំងឺលើសសម្ពាធឈាមមានជំងឺបញ្ហាបេះដូងអីហ្នឹងយើងអាចឲ្យគាត់ធំជាង7អាចពី7ទៅ7កន្លះភាគគិតជាភាគរយក៏បានដែរដោយសារតែគាត់មានបញ្ហាហ្នឹងដោយសារតែការសិក្សាពួកគេមើលទៅថាបើសិនជាគាត់មានជំងឺទាំងប្រមាណហ្នឹងហើយគាត់កើតយូរឆ្នាំហើយនៅពេលដែលយើងធ្វើឲ្យតឹងរឹងតាក់ទងនឹងជាតិស្ករហ្នឹងឲ្យសក្រិតដូចអ្វីដែលយើងបាននិយាយពីដំបូងមកគឺគេឃើញថាអ្នកជំងឺហ្នឹងគុណភាពជីវិតរបស់គាត់គឺមិនសូវល្អវិញទេចឹងមិនសិនតែគាត់កើតជំងឺទាំងប្រមាណ2 3ហើយហ្នឹងលាយគ្នាហ្នឹងដែលនិយាយខាងលើហ្នឹងគឺហើយគាត់អាចកើតទឹកនោមផ្អែម15ឆ្នាំទៅ20ឆ្នាំគឺយើងមិនតឹងរឹងទេដូចខ្ញុំបានជម្រាបហ្នឹងចឹងគឺស្ករក្រោយបាយគឺយើងអាចឲ្យគាត់ទៅដល់200ឬក៏200លើស210អីក៏បានដែរសម្រាប់ស្ករតាក់ទងនឹងហើយបើសិនជាស្ករមុនបាយមិនបាច់ចាំ100ទៅ130ទេយើងអាចឲ្យគាត់ដល់140ឬក៏150ក៏បានដែរហើយ A1C ដូចបានជម្រាបហ្នឹងគឺអាចឲ្យធំជាង7ទៅ7កន្លះក៏បានដែរនឹងតាក់ទងនឹងបើសិនជាគាត់កើតយូរហើយមួយទៀតចូលចំណុចតាក់ទងថាតើខ្លាញ់ប៉ុន្មានដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមហើយមានន័យថាដែលព្យាបាលតាក់ទងនឹងការប្រាស់ថ្នាំខ្លាញ់អីបានល្អទី1តាក់ទងនឹងខ្លាញ់គឺមាន4គេមើលតាក់ទងនឹងខ្លាញ់គេហៅថាtotal cholesterol អញ្ចឹងតាក់ទងនឹងcholesterol សរុបទាំងអស់ហ្នឹងគឺគេឲ្យតូចជាង175មីលីក្រាមនៅក្នុងដេស៊ីលីត្រ
ហើយតាក់ទងLDL តាក់ទងនឹង cholesterol អាក្រក់គេ LDL ហ្នឹងតាក់ទងនឹងខ្លាញ់តាក់ទងនឹងបេះដូងហ្នឹងគេឲ្យតូចជាង100 មីលីក្រាមនៅក្នុងដេស៊ីលីត្រហើយបើតាក់ទងនឹង HDL តាក់ទងនឹង cholesterol ល្អ HDL គេឲ្យធំជាង40 មីលីក្រាមនៅក្នុងដេស៊ីលីត្រហើយបើតាក់ទងនឹង triglyceride ឬក៏ triglyceride ហ្នឹងគេឲ្យតូចជាង150 មីលីក្រាមនៅក្នុងដេស៊ីលីត្រអញ្ចឹងតាក់ទងនឹងគេហៅថា LDL ដែលខ្លាញ់តាក់ទងនឹង LDL ហ្នឹងគឺដែលនិយាយថាជាសម្រាប់បកស្រាយជូនពុកម៉ែបងប្អូនហ្នឹង LDL ហ្នឹងគឺខ្លាញ់អាក្រក់ពីព្រោះតាក់ទងនឹងអាហ្នឹងគេឲ្យតូចជាង100តាក់ទងនឹងខ្លាញ់ LDL ហ្នឹងគឺវាតាក់ទងនៅសរសៃឈាមបេះដូងហើយតាក់ទងនឹង HDL ដែលគេនិយាយថាខ្លាញ់ល្អហ្នឹងគេឲ្យធំជាង40 មីលីក្រាមនៅក្នុងដេស៊ីលីត្រហ្នឹងមានន័យថាខ្លាញ់ហ្នឹងបើយើងឧទាហរណ៍ថាដូចជាឡានដឹកទំនិញឬក៏ឡានដឹកសម្រាមអញ្ចឹងឧទាហរណ៍ថានៅក្នុងសហគមន៍មួយបើសិនជាយើងមានឡានដឹកសម្រាមច្រើនសម្រាមអត់សូវមានទេអញ្ចឹងមានន័យ HDL ហ្នឹងវាយើងប្រៀបទៅវាដូចជាឡានដឹកសម្រាមអញ្ចឹងមានន័យថាបើយើងមានច្រើនគឺវាល្អមានន័យថាសហគមន៍របស់យើងគឺវាល្អវាយល់សម្រាមតាន់ពេលអត់ស្អុយនៅក្នុងសហគមន៍របស់យើងនឹងទេអញ្ចឹងវាជួយនិយាយទៅថាខ្លាញ់សុខភាពរបស់មកបាត់ថាខ្លាញ់អាយុវែងតើតើឲ្យយើងអាយុវែងហើយ triglyceride ហ្នឹងយើងឲ្យវាតូចជាង150ហើយបើសិនជាវាធំតើតើ triglyceride ហ្នឹងគេខ្លាញ់ហ្នឹងតើតើនឹងបើសិនជាវាឡើងខ្ពស់ខ្លាំងវាអាចឲ្យយើងលាកលំពេងអាចឲ្យលាកលំពេងហ្នឹងគឺគេបារម្ភតើតើនឹងអាចវាអញ្ចឹងគេតម្រូវឲ្យអ្នកទំនោរផ្អែមគេឲ្យតូចជាង150មីលីក្រាមតើតើនឹងទឹកអូផ្អែមគេឲ្យតូចជាង150មីលីក្រាមហ្នឹងតើតើអ្នកទំនោរផ្អែមហើយបើសិនជាវាអាចលើសអាហ្នឹងជាទូទៅធំជាង500គឺអាចឲ្យយើងមានបញ្ហាលាកលំពេងអញ្ចឹងតើតើនឹងកម្រិតជាតិស្ករនិងជាតិខ្លាញ់ដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ2ដោយបានជម្រាបខាងលើហ្នឹងបើសិនជានៅក្នុងការដែលយើងព្យាបាលឃើញស្ករមុនបាយប្រមាណស្ករក្រោយបាយប្រមាណ A1C ប្រមាណដូចខ្ញុំបានជម្រាបមិញហ្នឹងហើយខ្លាញ់តែយើងឃើញតាក់ទងនឹងខ្លាញ់អីដែលប្រមាណខ្លាញ់អីដែលប្រមាណមិញហ្នឹងបើសិនជាយើងឃើញចំណុចជើងល្អហើយមានន័យថាការប្រើប្រាស់ថ្នាំហ្នឹងយើងអាចបន្តបានទៅទៀតហើយមួយទៀតត្រូវតែចងចាំថាបើសិនជាលោកគ្រូពេទ្យគាត់បានណាត់ជួបប្រមាណ6ខែឬប្រមាណពុកម៉ែបងប្អូនត្រូវអាចជួបជាមួយគាត់ព្រោះគ្រូពេទ្យគាត់មាន plan សម្រាប់ការព្យាបាលជូនពុកម៉ែបងប្អូនដែលជាអ្នកជំងឺបាទសូមអរគុណ